សូមថ្វាយព្រះពរបវរមហាប្រសើរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាពនៃព្រឹទ្ធសភាព្រះករុណាជាម្ចាស់ជីវិតលើត្បូងសូមព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានរាស្ត្រព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាទីកាធិបតីខួនសូដារីប្រធានរដ្ឋសភាជាទីរាប់អានដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីជាទីរាប់អានដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលជាទីស្រឡាញ់រាប់អានឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាទីស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំមានហារតីប្រកបដោយបតិសម្រស់ក្រៃលែងដែលបានចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាពដ៏ល្អវិចិត្រដែលជាសមិទ្ធផលក្នុងឆ្នាំ2026ថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើងសំណង់អគារថ្មីនៃព្រឹទ្ធសភាដែលត្រូវបានកសាងឡើងក្រោមការផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងត្រូវបានប្រសិទ្ធនាមថាវិមានសាមគ្គីភាពបង្ហាញឲ្យឃើញពីគុណតម្លៃនិងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរដែលយល់យ៉ាងច្បាស់ថាការបង្រួបបង្រួមជាតិនិងសាមគ្គីភាពជាតិគឺជាសសរទ្រូងដ៏រឹងមាំនៃសន្តិភាពស្ថិរភាពនិងភាពរីកចម្រើនដ៏យូរអង្វែងរបស់កម្ពុជាខ្ញុំសូមនាំមកនៅព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតអំពីសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតមកជូនសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីបងប្អូនជនរួមជាតិនិងប្រិយមិត្តបរទេសទាំងអស់ដែលមានព្រះវត្តមាននិងវត្តមាននៅទីនេះខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភាដែលផ្ដួចផ្ដើមគំនិតបង្កើតទស្សនៈទាននិងដឹកនាំការកសាងវិមានសាមគ្គីភាពនៅលើទីតាំងជ័យភូមិជាងជ័យដ៏ពិសិដ្ឋនេះឡើងសម្រាប់ទុកជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិវិមាននេះក៏មាននិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាលដែលធ្លាប់មានអរិយធម៌ចំណាស់ត្រជាក់ត្រចង់ឧត្តមនិងមានកិត្តិយានុភាពល្បីរន្ទឺនៅក្នុងតំបន់និងនៅលើសកលលោកយើងអាចសន្និដ្ឋានបានថាវិមានសាមគ្គីភាពនឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្តិយានុភាពជាតិនៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ននិងទៅអនាគតព្រមទាំងជួយបន្ថែមសោភ័ណភាពនិងភាពចម្រុះអមដោយសំណង់អគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមនដែលជាកេរដំណែលមរតកនៃស្ថាបត្យកម្មនិងជាស្នាប្រហោះដ៏ថ្លៃថ្លាបំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្មនិងបំពេញព្រះរាជកិច្ចនៅទីនេះខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភាដែលបានផ្ដល់របាយការណ៍ប្រកបដោយខ្លឹមសារដ៏មានសារៈសំខាន់អំពីទស្សនៈទានដំណើរការសាងសង់ខ្ញុំពិតជាមានហារទេរំភើបជាអនេកពេលបានទតឃើញវាមានសាមគ្គីភាពដ៏ស្កឹមស្កាយដែលត្រូវបានកសាងរួចរាល់ជាស្ថាពរក្នុងទម្រង់សិល្បៈស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្របែបនេះសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវជាតិនិងអន្តរជាតិជាសច្ចធម៌មិនអាចប្រកែកបានក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យកតេបណ្ឌិតដ៏ឆ្នើមឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដាក់ចេញនិងដឹកនាំអនុវត្តប្រកបដោយជោគជ័យនៅនយោបាយឈ្នះហើយជាបន្តបន្ទាប់មកទៀតចាប់ពីយុទ្ធសាស្ត្រត្រីកោណរហូតដល់យុទ្ធសាស្ត្រចតុកោណនិងគោលនយោបាយកែតម្រង់មុតស្រួចនិងស៊ីជម្រៅលើគ្រប់វិស័យសេដ្ឋកិច្ចសង្គមធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍនិងរីកចម្រើនជាលំដាប់ក៏ដូចជាបានផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈទាំងអស់នេះគឺមកពីយើងទាំងអស់គ្នាមានមហាសាមគ្គីជាតិជាធ្លុងមួយក្រោមម្លប់សន្តិភាពដ៏រឹងមាំនិងយូរអង្វែងក្នុងផ្ទៃប្រទេសកំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ក្នុងធារៈវេលាជិត2ទសវត្សរ៍ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជាបាននឹងកំពុងដល់ផ្លែផ្កាដែលធ្វើឲ្យសមិទ្ធផលស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើយដោយឡែកសម្រាប់នីតិកាលទី5នៃព្រឹទ្ធសភាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាននាំមកនូវសមិទ្ធផលដ៏ធំធេងបន្ថែមទៀតក្នុងការការពារជាតិសាសនាព្រះមហាក្សត្រនិងការពង្រឹងឯកភាពជាតិរក្សាការពារអធិបតេយ្យភាពជាតិដ៏ថ្លៃថ្លានិងអរិយធម៌អង្គរដ៏បវរនៃយើងក្នុងឱកាសដ៏ប្រសើរនេះខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោជាប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅគ្រប់កាលៈទេសៈដែលប្រទេសជាតិត្រូវទទួលនៅរងការរំលោភបំពាននិងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅសម្ដេចបានដឹកនាំនិងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាពិសេសជាមួយបងប្អូនវីរៈយុទ្ធជនជាតិយើងនៅគ្រប់លំដាប់ថ្នាក់និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្ដាព្រំដែនកម្ពុជាព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រផ្ដល់ការលើកទឹកចិត្តគាំទ្រគ្រប់បែបយ៉ាងនិងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាកទាំងយប់ថ្ងៃដើម្បីបុព្វហេតុតែមួយគត់គឺការការពារឲ្យខាន់តែបាតនៅបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពជាតិរបស់យើងខ្ញុំក៏សូមសម្ដែងនៅការកោតស្ញប់ស្ញែងនិងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូបដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លាអង់អាចក្លាហាននៅគ្រប់សមរភូមិដើម្បីបុព្វហេតុការពារជាតិការពារទឹកដីនិងការពារប្រជាជនក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានរួបរวมជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំនិងមានឯកភាពជាតិខ្ពស់ក្រោមការដឹកនាំប្រកបដោយកតេបណ្ឌិតនិងទេពកោសល្យដ៏ឧត្តមឧត្តមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំកម្ពុជាក្នុងការប្រយុទ្ធតស៊ូគ្រប់សមរភូមិទាំងសមរភូមិនយោបាយសមរភូមិការទូតសមរភូមិយោធានិងសមរភូមិច្បាប់ដើម្បីការពារជាតិការពារអធិបតេយ្យភាពជាតិការពារបូរណភាពទឹកដីនិងការពារប្រជាជនកម្ពុជារបស់យើងជាទីបញ្ចប់ខ្ញុំសូមជូនពរសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិនិងបងប្អូនជនរួមជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជាសូមបានប្រកបដោយព្រះពុទ្ធពរគ្រប់ប្រការជានិច្ចនិរន្តរ៍តទៅនិងសូមប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅវិមានសាមគ្គីភាពនេះឲ្យដំណើរការចាប់ពីពេលនេះតទៅ